ខ្ញុំបាទឈឹមសំណាងសូមគោរពនិងជម្រាបសួរលោកស្រីនិងទូរទស្សនិកជនជាទីមេត្រីស្វាគមន៍មកកាន់កម្មវិធីអ្នកបន្តវេនបាទនៅថ្ងៃនេះដែរយើងមានកិត្តិយសដែលមានវត្តមានបេក្ខជនចំនួន4រូបរបស់យើងដែលអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះដូច្នេះខ្ញុំសូមស្វាគមន៍បេក្ខជនទី1របស់យើងគឺលោកហ៊ីងសុកសានខ្ញុំឈ្មោះហ៊ីងសុកសានហើយសប្តាហ៍ថ្ងៃខ្ញុំធ្វើការនៅគណៈបក្សសង្គ្រោះជាតិក្នុងឋានៈជានាយរងខុតកាល័យឯកឧត្តមកឹមសុខាមូលហេតុដែលចាប់អារម្មណ៍នយោបាយយើងមើលឃើញដោយសារតែក្នុងសង្គមយើងបច្ចុប្បន្នគឺមានអំពើអយុត្តិធម៌ភាពអសកម្មមួយចំនួនហើយទី2ដោយសារតែថាខ្ញុំមានឈាមជ័រជាអ្នកឪពុកខ្ញុំជាអ្នកតស៊ូនយោបាយអញ្ចឹងទៅហើយទី3ដោយសារខ្ញុំមានឧបនិស្ស័យពីកំណើតថ្ងៃអនាគតខ្ញុំចង់ក្លាយទៅជាអ្នកតំណាងរាស្ត្រឬក៏ជាអ្នកនយោបាយម្នាក់ដែលមានសក្តានុពលដើម្បីចូលរួមដោះស្រាយបញ្ហាអសកម្មដែលបានកើតឡើងនៅក្នុងសង្គមយើងដោយអយុត្តិធម៌បែបនេះបាទជំរាបសួរបេក្ខជនទី2របស់យើងគឺលោកសុកស៊ីបូណេខ្ញុំបាទឈ្មោះសុកស៊ីបូណេហើយសប្តាហ៍ថ្ងៃធ្វើការជាប្រធានក្រុមប្រឹក្សាយុវជនកម្ពុជា YCC ប្រចាំនៅខេត្តកំពង់ចាមចំណុចដែលចូលចិត្តនយោបាយគឺបានន័យថាអ្វីដែលយើងធ្វើទៅគឺជួយដល់ប្រជាពលរដ្ឋអានេះគឺជាអ្វីដែលខ្ញុំចូលចិត្តតាំងពីទូចមកហើយតាក់ទងទៅនឹងការងារអភិវឌ្ឍអីផ្សេងហ្នឹងគឺខ្ញុំចូលចិត្តតាំងពីទូចមកថ្ងៃអនាគតខ្ញុំចង់ធ្វើជាអ្នកនយោបាយដោយសារតែអ្នកនយោបាយអាចជួយអភិវឌ្ឍប្រទេសជាពិសេសគឺជួយអភិវឌ្ឍនៅក្នុងភូមិឃុំនៅក្នុងសហគមន៍របស់ខ្លួនឯងឬក៏នៅក្នុងសង្គមយើងទាំងមូលតែម្ដងជំរាបសួរបេក្ខនារីទី3របស់យើងគឺកញ្ញាម៉ាលីសុជាតានាងខ្ញុំឈ្មោះម៉ាលីសុជាតាសប្តាហ៍ថ្ងៃបម្រើការនៅក្នុងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីហើយក៏ជាសមាជិកសកម្មនៅគណៈបកប្រជាជនកម្ពុជាដោយសារសប្តាហ៍ថ្ងៃនេះខ្ញុំបានចូលបម្រើការងារក្នុងនាមជាមន្ត្រីរាជការដូច្នេះហើយខ្ញុំយល់ឃើញថាការចូលរួមក្នុងមន្ត្រីរាជការទោះបីជាប្រាក់ខែមិនច្រើនដូចនៅក្នុងវិស័យដទៃវិស័យឯកជនឬក៏វិស័យផ្សេងៗប៉ុន្តែយើងឃើញថាខ្ញុំបានចូលរួមច្រើននៅក្នុងការអភិវឌ្ឍប្រទេសហើយចំពោះនៅថ្ងៃអនាគតនាងខ្ញុំសង្ឃឹមថាការចូលរួមរបស់នាងខ្ញុំកាន់តែមានភាពទំហំធំជាងនេះដើម្បីជាចំណែកជួយដល់ស្ត្រីកាន់តែបានច្រើនឡើងនិងសង្គមជាតិកាន់តែមានភាពរីកចម្រើនខ្លាំងជាងនេះចា៎ជំរាបសួរចំណែកឯបេក្ខជនទី4របស់យើងគឺលោកមាសកំសឿនខ្ញុំបាទឈ្មោះមាសកំសឿនសប្តាហ៍ថ្ងៃនេះខ្ញុំជាគ្រូបង្រៀនរកដំខ្ញុំបម្រើការនៅខេត្តកំពង់ចាមហើយក្រៅពីនេះខ្ញុំបានទទួលការងារឯកជនមួយទៀតគឺខ្ញុំជាមន្ត្រីគ្រប់គ្រងកម្មវិធីសិក្សានៅសាលាកម្ពុជាអូស្ត្រាលីថែមលើនេះទៀតខ្ញុំជាលេខាធិការចលនាយុវជនគណៈបក្សសិទ្ធិពេជ្រកត្តាដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ទៅលើវិស័យនយោបាយមានកត្តាពីរធំទី1គឺកលៈទេសៈនៅក្នុងពេលនេះខ្ញុំអាចធំធាត់នៅក្នុងប្រទេសកម្ពុជានៅពេលដែលមានកលយុគអញ្ចឹងធ្វើឲ្យខ្ញុំមានចិត្តមួយអាណិតអាសូរប្រជារាស្ត្រខ្មែរហើយខ្ញុំចង់ឲ្យប្រជារាស្ត្រខ្មែរនឹងរួចផុតអំពីការផលលំបាកនៃសកម្មភាពនយោបាយដែលអ្នកដឹកនាំធ្វើកន្លងមកទី2ដោយសារកលៈទេសៈហុចឲ្យខ្ញុំអាចមានឱកាសអាចឈានជើងចូលក្នុងវិស័យនយោបាយតែអនាគតនោះខ្ញុំមានគោលបំណង2សំខាន់គោលបំណងទី1គឺតកតទៅនឹងវិស័យអប់រំខ្ញុំចង់មានទូនាទីមួយនៅក្នុងក្រសួងអប់រំដើម្បីមានឱកាសខ្ញុំអាចផ្ដល់ការអប់រំដល់ក្មេងជំនាន់ក្រោយឲ្យគាត់មានចំណេះដឹងព្រោះការអប់រំគឺជាគន្លឹះមួយដើម្បីអាចឲ្យប្រទេសយើងរីកចម្រើនបានតែទី2បើសិនជាខ្ញុំអាចឈានចូលក្នុងវិស័យសារព័ត៌មាននៅក្នុងវិស័យសារព័ត៌មានគឺអាចឲ្យឱកាសខ្ញុំក្នុងការផ្ដល់ការអប់រំដល់ប្រជាជនខ្មែរផងដែរហើយបន្ថែមលើនេះទៀតគឺឲ្យប្រជាជនខ្មែរទទួលបាននូវព័ត៌មានដែលច្បាស់មិនមានការខ្លាចច្រឡំនិងមានតម្លាភាពផងបាទជំរាបសួរបាទជាបន្តទៅទៀតនេះសូមអញ្ជើញវាគ្មិនទាំង4រូបក៏ដូចជាទស្សនិកជនទាំងអស់ដែលកំពុងទស្សនានៅតាមគេហដ្ឋានសូមអញ្ជើញទស្សនាខ្សែវីដេអូខ្លីជុំវិញការចូលរួមរបស់យុវជននៅក្នុងឆាកនយោបាយដូចតទៅគេតែនិយាយថាយុវជនគឺជាកម្លាំងស្នូលនិងជាអនាគតរបស់ប្រទេសជាតិយុវជនគឺជាទំពាំងស្នងឫស្សីមានន័យថានៅថ្ងៃណាមួយយុវជនក៏អាចក្លាយជាអ្នកដឹកនាំរបស់ប្រទេសនោះផងដែរប្រជាជនចាស់នឹងត្រូវឈប់ធ្វើការហើយប្រជាជនថ្មីដែលជាយុវជននឹងត្រូវចូលទៅធ្វើការនៅក្នុងតំណែងមួយរបស់ប្រជាជនចាស់ដូច្នេះវាត្រូវតែមានការផ្លាស់ប្ដូរទៅរហូតហើយប្រជាយុវជននេះត្រូវតែយល់ដឹងអំពីសង្គមព្រោះយុវជនត្រូវដើរតួនាទីទាំងអស់នៅក្នុងសង្គមនៅថ្ងៃណាមួយទី1បើសិនជាមានថ្នាក់ដឹកនាំក៏ដូចជាមានប្រជាពលរដ្ឋតែងតែបោះឆ្នោតជ្រើសតំណាងរាស្ត្រឬក៏ជ្រើស
បាទថ្នាក់ដឹកនាំដែលខ្លួនពេញចិត្តបាទបើសិនជាយើងផ្លាស់ប្ដូរបាទថ្នាក់ដឹកនាំបាទវាអាចធ្វើឲ្យប្រទេសរបស់យើងវាមិនដឹងថាវាមានភាពរីកចម្រើនឬក៏វាអន់ថយជាងនេះទៅទៀតទេបាទអញ្ចឹងខ្ញុំមានការខ្វាយខ្វល់ ថ្មីត្បិតតែការចូលរួមរបស់យុវជននៅក្នុងឆាកនយោបាយមានសារៈសំខាន់ក៏ពិតមែនប៉ុន្តែនៅតែមានយុវជនមួយចំនួនដែលមិនចូលរួមបើទោះបីជាចំនួនពួកគេនៅក្នុងប្រទេសមានច្រើនក៏ដោយបើយើងមើលនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតយុវជនដែលយើងកំណត់ពីអាយុ18ដល់30ឆ្នាំហ្នឹងគឺមានចំនួនច្រើនមានចំនួនប្រហែលជា40% នៃចំនួនអ្នកបោះឆ្នោតសរុបនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតប៉ុន្តែការចូលរួមរបស់យុវជននៅក្នុងនយោបាយជាពិសេសនៅក្នុងការបោះឆ្នោតហ្នឹងវាមានចំនួនតិចតួចខ្ញុំគិតថាมันមានយុវជនច្រើនទេដែលចាប់អារម្មណ៍រឿងនយោបាយព្រោះវាជារឿងអសើបហើយភាគច្រើនគេគិតទៅរឿងដែលអាចនិយាយថាជារឿងដែលសប្បាយច្រើនជាងយុវជនយើងភាគច្រើនយកអាភាពទំនេររបស់ខ្លួនហ្នឹងទៅធ្វើអ្វីមួយផ្សេងទៀតមិនមែនជាការសិក្សាទេដូចជាក្នុងគ្នាដើរលេងកន្លែងកំសាន្តចូលចិត្តទៅលេងកន្លែងល្បែងស៊ីសងចូលចិត្តទៅកន្លែងផ្ដេសផ្ដាស់ហើយមិនយកអាពេលទំនេររបស់ខ្លួនហ្នឹងឯងទៅធ្វើការស្រាវជ្រាវឬក៏ប្រឹងប្រែងស្វែងរកព័ត៌មានដែលវាមាននៅក្នុងពិភពលោកហ្នឹងឯងយកមកទុកឯងបន្ថែមពីលើការប្រងើយកន្តើយរបស់យុវជនមួយចំនួនចំពោះស្ថានភាពនយោបាយផ្នត់គំនិតបុរាណរបស់អ្នកជំនាន់មុនភាគច្រើនក៏ជាចំណែកមួយដែលផ្ដល់ផលវិបាកដល់យុវជនក្នុងការបញ្ចេញមតិរបស់ខ្លួនផងដែរយើងឃើញថាយើងនៅមានវប្បធម៌មួយរវាងមនុស្សចាស់និងយុវជនដែលដូចថាធ្វើការមិនសូវស៊ីសង្វាក់គ្នាដោយមនុស្សចាស់មួយចំនួនគាត់នៅប្រកាន់ផ្នត់គំនិតថាយុវជនហ្នឹងគាត់គួរតែគិតគូរតែពីរឿងរៀនសូត្រគិតគូរតែពីការខំរៀនទៅហើយរឿងនយោបាយរឿងអីរឿងការបញ្ចេញមតិយោបល់អីហ្នឹងទៅឲ្យមនុស្សចាស់ជាអ្នកធ្វើក្នុងនាមជាយុវជនខ្ញុំគិតថាពួកគេគួរតែខ្វល់ខ្វាយពីនយោបាយខ្លះប៉ុន្តែមិនមែនមានន័យថាចូលរួមសកម្មពេកនៅក្នុងនយោបាយទេព្រោះអីយុវជនគឺពេលវេលាស្ថិតនៅក្នុងដំណាក់កាលមួយដែលត្រូវផ្ដោតអារម្មណ៍លើការសិក្សាអញ្ចឹងត្រូវខំរៀនផងប៉ុន្តែត្រូវតែគិតពីរឿងនយោបាយខ្លះដែរជាការពិតណាស់ការចូលរួមរបស់យុវជនពិតជាមានសារៈសំខាន់ណាស់ចំពោះសង្គមជាតិទាំងមូលដូច្នេះតើអ្នកគិតថាយើងអាចជំរុញនិងលើកទឹកចិត្តយុវជនឲ្យមានការខ្វល់ខ្វាយនិងការចូលរួមឲ្យបានច្រើនជាងនេះក្នុងការអភិវឌ្ឍប្រទេសបានដោយរបៀបណាបើសិនជាគាត់មិនចូលរួមនៅក្នុងនយោបាយឬក៏ក្នុងការបោះឆ្នោតទេបានន័យថាគាត់ឲ្យអ្នកផ្សេងហ្នឹងជាអ្នកសម្រេចចិត្តជំនួសគាត់លោកស្រីនាងកញ្ញាជាទីមេត្រីដោយដែលលោកអ្នកបានទស្សនារួចមកហើយនៅក្នុងវីដេអូឯកសារខ្លីដែលរៀបរាប់អំពីយុវជននិងការចូលរួមនៅក្នុងឆាកនយោបាយក្នុងពេលនេះដើម្បីកុំឲ្យខាតពេលយូរខ្ញុំបាទសូមអញ្ជើញវាគ្មិនមានមតិយោបល់ថាតើយើងត្រូវមានវិធានការអ្វីខ្លះក្នុងការជំរុញឲ្យមានការចូលរួមរបស់យុវជននៅក្នុងឆាកនយោបាយបាទសូមអញ្ជើញលោកហ៊ីងសុកសានបាទសូមលើកជើងចាប់អារម្មណ៍មុនគេចំពោះបញ្ហានេះបាទអរគុណដល់អ្នកសម្រួលយើងចូលកលេចមើលតិចប្រធានបទយើងបានលើកឡើងអំពីតកតងនឹងយុវជនក្នុងឆាកនយោបាយហើយបើតាមរយៈដែលខ្ញុំមើលខ្សែវីដេអូនេះគឺគាត់ផ្ដោតរឿងនយោបាយតែទៅលើរឿងគណៈបកទេក៏ប៉ុន្តែមានន័យថាគាត់អត់ទាន់យល់ពីខ្លឹមសារនៃអត្ថន័យនយោបាយពីព្រោះនយោបាយយើងអាចចូលរួមជាសកម្មភាពមួយដែលយើងអាចចូលរួមក្នុងការគិតគូរការដឹកនាំឬការធ្វើសកម្មភាពនានានៅក្នុងបញ្ហាស្រុកទេសឬក៏បញ្ហាសង្គមប៉ុន្តែយើងអាចចូលរួមតាមរយៈសង្គមស៊ីវិលក៏បានតាមរយៈគណៈបកនយោបាយក៏បានប៉ុន្តែគាត់ថាពីរហ្នឹងខុសគ្នាគ្រាន់តែមួយចូលរួមតាមសង្គមស៊ីវិលអត់ចាប់យកអំណាចរដ្ឋទេតែបើចូលរួមជាមួយគណៈបកនយោបាយចាប់យកអំណាចរដ្ឋដូច្នេះហើយបានគឺឲ្យគាត់យល់ច្រឡំហ្នឹងបានគាត់ផ្ដោតសំខាន់ទៅលើខ្សែវីដេអូហ្នឹងថានយោបាយជាបញ្ហារសើបហើយបើចូលកុំឲ្យចូលខ្លាំងពេកសកម្មពេកនាំឲ្យគ្រោះថ្នាក់ដូច្នេះបាទដូច្នេះហើយបានជាក្នុងកត្តាជំរុញគឺយើងឲ្យសំខាន់ទី1គឺថាយើងឲ្យសង្គមហ្នឹងគឺថាបើកឲ្យទូលំទូលាយកុំឲ្យមានការរដ្ឋបတ်សកម្មភាពរបស់យុវជនក្នុងការចូលរួមនយោបាយកុំឲ្យបំផិតបំភ័យកុំឲ្យរើសអើងទី2គឺថាផ្សព្វផ្សាយបានយល់ឲ្យបានទូលំទូលាយដល់យុវជនឲ្យយល់ថាការធ្វើនយោបាយមិនមែនជារឿងគ្រោះថ្នាក់ទេបាទសូមអរគុណលោកស្រីបាទសូមជើងកញ្ញាសុចំណុចនេះគឺខ្ញុំឯកភាពនៅពេលដែលយើងនិយាយអំពីយុវជនចូលរួមនៅក្នុងឆាកនយោបាយយើងត្រូវតែបើកទស្សនៈមើលទៅលើពីររូបភាពទី1រូបភាពទី1យើងត្រូវយល់ថាអ្វីទៅជាខ្លឹមសារនៃនយោបាយអញ្ចឹងខ្លឹមសារនយោបាយគឺជាសិល្បៈនៅក្នុងការដឹកនាំឬក៏អំណាចគ្រប់គ្រងរដ្ឋប៉ុន្តែ
មានមួយទៀតមានន័យថានៅពេលដែលយើងនិយាយអំពីនយោបាយមានថាផ្ដើមចេញពីការគិតអំពីបញ្ហានយោបាយគឺគិតថាតើស្ថានភាពស្រុកទេសរបស់យើងឬក៏ជោគវាសនាប្រទេសជាតិរបស់យើងមានបញ្ហាខ្លះឬក៏អភិវឌ្ឍឡើងដូចម្តេចខ្លះចំពោះវិធានការទី1រដ្ឋាភិបាលត្រូវតែបន្តការយកចិត្តទុកដាក់តាមរយៈរក្សាឲ្យបាននៅស្ថិរភាពនយោបាយសន្តិសុខនយោបាយដើម្បីឲ្យយុវជនអាចស្ថាបនានៅចំណេះដឹងសមត្ថភាពបទពិសោធន៍របស់ខ្លួនទី2ត្រូវតែបន្តផ្ដល់គេហៅថាបណ្ដុះបណ្ដាលយុវជនឲ្យមានសមត្ថភាពទាំងចំណេះដឹងនិងចំណេះធ្វើនិងផ្ដល់បទពិសោធន៍ផ្សេងៗគ្រប់ការងារនៅតាមវិស័យទាំងអស់ទី3រដ្ឋាភិបាលត្រូវតែបន្តរក្សាឲ្យបាននៅលទ្ធិប្រជាធិបតេយ្យសេរីពហុបកដើម្បីឲ្យប្រជាជនហ្នឹងគាត់មានជំរឿសនៅក្នុងការជ្រើសរើសគណៈបកនយោបាយដែលខ្លួនពេញចិត្តអរគុណលោកកំសឿនលោកយល់យ៉ាងម៉េចដែរចំពោះបញ្ហាបាទខ្ញុំសូមសម្ដែងការចាប់អារម្មណ៍ខ្លះចំពោះទស្សនៈបងអូនគឺជាការយល់ឃើញអវិជ្ជមានមួយហើយព្រោះថាគាត់ថាឲ្យយុវជនយើងមានការចូលរួមប៉ុន្តែក្នុងកម្រិតមួយនេះចំពោះគាត់ដែលទទួលការអប់រំចុះចំណែកយុវជនដែលមិនទាន់ទទួលការអប់រំអញ្ចឹងគាត់ត្រូវបដូរការគិតរបស់គាត់អញ្ចឹងតាមរយៈអ្វីបាទវិធានការទី1គឺការអប់រំនឹងតែម្ដងអញ្ចឹងគឺយើងបន្តផ្ដល់ការអប់រំមួយដែលមានគុណភាពការអប់រំមួយដែលអាចទទួលយកបានហើយគាត់មានសមត្ថភាពអាចចូលរួមក្នុងនយោបាយទី2ខាងរដ្ឋាភិបាលត្រូវជួយយើងត្រូវកំណត់យើងជួយផ្ដល់ឱកាសឲ្យគាត់ផងយើងត្រូវកំណត់កូតាមានន័យថាកំណត់ចំនួនយុវជនដែលអាចគាត់មានលទ្ធភាពអាចចូលរួមនៅក្នុងឆាកនយោបាយនៅពេលហ្នឹងគឺមានន័យថាការបើកផ្លូវផ្នែកច្បាប់ដើម្បីឲ្យយុវជនកុំមានការភ័យខ្លាចក្នុងការឈានជើងចូលក្នុងឆាកនយោបាយព្រោះច្បាប់បានចែងឲ្យផ្ដល់សិទ្ធិឲ្យគាត់ពេញលេញក្នុងការឈានជើងចូលក្នុងឆាកនយោបាយអញ្ចឹងគាត់បាត់ការភ័យខ្លាចបាទចំណុចទី3នោះគឺយើងបង្កឱកាសយ៉ាងម៉េចបាទធ្វើឲ្យគាត់មានឱកាសអាចចូលទៅបន្តវេនពីអ្នកចំនួនមុនអញ្ចឹងតាមរយៈយន្តការអ្វីគឺទី1គឺយើងដាក់ឲ្យមន្ត្រីរាជការចាស់គាត់ចូលនិវត្តន៍ពិនិត្យលើឈ្មោះមន្ត្រីរាជការដែលមានឈ្មោះខ្មោចឈ្មោះស្ទួនឬធ្វើការច្រើនកន្លែងហើយបើកឲ្យគាត់អាចចូលហាត់ការនៅតាមទីមន្ទីរក្រសួងសាធារណៈដើម្បីឲ្យគាត់អាចចូលទៅស៊ាំនឹងការងារនឹងហើយគាត់អាចមានបទពិសោធន៍ការងារដែលគាត់អាចចាំអរគុណលោកបាទសូមជឿលោកប៊ុននេះបាទសូមបាទសូមជឿលោកប៊ុននេះបាទអ្វីដែលខ្ញុំគិតគឺស្របតាមវាគ្មិនទាំង3ហើយប៉ុន្តែយើងគួរតែពិចារណាថាយើងគួរតែលើកទឹកចិត្តឲ្យយុវជនតាមសហគមន៍ដែលគាត់ចូលរួមសកម្មភាពឲ្យបានច្រើននៅក្នុងទោះជាសហគមន៍ក៏ដោយក្នុងសង្គមរបស់គាត់ក៏ដោយអញ្ចឹងការលើកទឹកចិត្តរបស់គាត់គឺអាជ្ញាធរនៅក្នុងសហគមន៍គឺក្រុមប្រឹក្សាឃុំអញ្ចឹងបានន័យថាក្រុមប្រឹក្សាឃុំត្រូវផ្ដល់ឱកាសឲ្យយុវជនបានចូលរួមនៅគ្រប់សកម្មភាពទាំងអស់នៅក្នុងការអភិវឌ្ឍនៅក្នុងសហគមន៍របស់គាត់តាមរយៈការស្ម័គ្រចិត្តឬក៏ការជួយការងារអភិវឌ្ឍដូចជាជួសជុលផ្លូវថ្នល់ឬក៏សាលារៀនខ្វះសម្ភារៈអីផ្សេងយើងអាចរៀបចំក្រុមយុវជនដើម្បីដើររែងគិតថវិកាជួយដល់សាលាជួយដល់មណ្ឌលសុខភាពជួយជួសជុលផ្លូវថ្នល់អីផ្សេងនេះហើយទាំងអស់ហ្នឹងហើយគឺជាការដែលបង្កឲ្យយុវជនហ្នឹងបានចូលរួមនៅក្នុងខ្ញុំគិតថាជាផ្នែកទូចមួយនៅក្នុងនយោបាយបាទគ្រប់គ្រងបន្ថែមលើនឹងទៀតយើងគួរតែផ្ដល់អារម្មណ៍លើការបង្កើតយន្តការថ្នាក់ជាតិក្នុងការអភិវឌ្ឍសមត្ថភាពយុវជនអញ្ចឹងរដ្ឋាភិបាលគាត់សូមនិយាយអំពីយន្តការច្បាប់ឬក៏យន្តការថ្នាក់ជាតិខ្ញុំយល់ឃើញថាយើងមានរដ្ឋធម្មនុញ្ញដែលធានាអំពីសិទ្ធិពលរដ្ឋនៅក្នុងការចូលរួមនៃការអភិវឌ្ឍប្រទេសនៃការសិទ្ធិប្រើប្រាស់នយោបាយយើងមានមួយទៀតគឺយើងមានគោលនយោបាយអភិវឌ្ឍយុវជនអញ្ចឹងគោលនយោបាយអភិវឌ្ឍយុវជននៅពេលនេះយើងកំពុងតែជំរុញនិងលើកទឹកចិត្តមើលឃើញថាយើងកំពុងតែផ្ដល់តម្លៃនិងការយកចិត្តទុកដាក់ចំពោះយុវជនកាន់តែខ្ពស់ឡើងចំណុចសំខាន់ចិត្តតិចខ្ញុំគាំទ្រដល់ខាងកញ្ញាគាត់បានលើកឡើងថាសំខាន់ឥឡូវនេះយើងមានរដ្ឋធម្មនុញ្ញហើយចែងថាឲ្យយុវជនឲ្យចូលរួមធ្វើនយោបាយជាពិសេសយើងមានគោលនយោបាយជាតិដែលក្រសួងអប់រំបានអភិវឌ្ឍយុវជនតាំងពីខែមិថុនាឆ្នាំ2011អនុម័តឲ្យហើយអញ្ចឹងទៅប៉ុន្តែគាត់ថាជាសំខាន់គឺយន្តការក្នុងការធ្វើម៉េចឲ្យអាគោលការណ៍ជាតិស្ដីពីការអភិវឌ្ឍយុវជននេះវាដំណើរការអត់ទាន់ទេហើយខ្ញុំចាប់អារម្មណ៍មួយទៀតជាធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យប្រទេសនឹងរីកចម្រើនឬមិនរីកចម្រើនគេមើលទៅលើការចូលរួមរបស់យុវជនក៏ប៉ុន្តែបើសិនជាការចូលរួមរបស់យុវជននឹងគាត់តិចដូចតាមរយៈវីដេអូយើងឃើញថាគាត់ចូលរួមតិចចឹងវាជាសារមួយដល់ទៅឲ្យអ្នកដឹកនាំថាដោយប្រយោលថាធ្វើអីធ្វើទៅស្រេចតែចិត្តព្រោះយុវជនអត់ខ្វល់ទេដូច្នេះដោយសារតែយុវជនគាត់អត់ចាប់អារម្មណ៍រឿងបញ្ហានយោបាយជាពិសេសរឿងបញ្ហាបោះឆ្នោតនេះជារឿងគ្រោះថ្នាក់មួយសម្រាប់ជាតិតែម្ដងលោកសុកសានប្រសិនបើយើងនៅតែដោយសារខ្សែវីដេអូខ្លីគាត់មានទស្សនៈយល់ឃើញមួយដែលឡែកប៉ុន្តែឥឡូវយើងកំពុងតែបរិយាទស្សនៈរបស់គាត់តាមរយៈថាការចូលរួមរបស់យុវជនក្នុងឆាកនយោបាយគឺចូលរួមនៅគង់កិច្ចអភិវឌ្ឍលើគ្រប់វិស័យយើងបន្ថែមយន្តការអ្វីដែលថ្មីហើយយន្តការដែលមានស្រាប់ដើម្បីអនុវត្តតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិឯកភាពតាមលោកប៊ុននេះថាយើងធ្វើម៉េចជំរុញឲ្យយុវជននៅថ្នាក់មូលដ្ឋានគាត់ចូលរួមកាន់តែផលឡើងតែយើងមានតែយន្តការខ្វះមធ្យោបាយ
តើមានកញ្ចប់ថវិកាណាមួយដើម្បីចែករំលែកចូលរួមឲ្យយន្តការនឹងដំណើរការបាន នៅពេលដែលគេមើលពេលដែលគេបង្កើតទៅគឺគេមើលគ្រប់ជ្រុងជ្រោយមានន័យថាយើងមានកញ្ចប់ថវិកាហើយនៅយើងមានធនធានហើយនៅបើកញ្ចប់ថវិកាមានយើងត្រូវតម្លាក់កញ្ចប់ថវិកាបាទហ្នឹងហើយជារឿងដែលខ្ញុំចង់បានបាទអញ្ចឹងក្រៅពីកញ្ចប់ថវិកានឹងហើយតើយើងត្រូវមានអ្វីទៀតបាទការតាមដានបង្កើតយន្តការច្បាប់និងបទដ្ឋាននានាដើម្បីជួយឲ្យយន្តការនឹងកើតឡើងគឺវាដោយអាស្រ័យទៅនឹងកញ្ចប់ថវិកាហើយបន្ថែមលើចំណុចនេះទៅទៀតគឺយើងលើកការយកចិត្តទុកដាក់របស់យុវជនព្រោះយុវជនសប្តាហ៍ថ្ងៃនេះខ្ញុំសង្កេតឃើញថាមួយចំនួនគាត់មិនសូវចាប់អារម្មណ៍ទៅលើបញ្ហានយោបាយស្រុកទេសដោយសារអីដោយសារទីមួយយើងមិនបានយកចិត្តទុកដាក់លើទប់ស្កាត់ការសាបព្រោះនៅវប្បធម៌បរទេសនឹងការចូលរួមរបស់គាត់អញ្ចឹងមានទង្វើអសកម្មមួយចំនួនក៏រាំងស្ទះដល់ការចូលរួមរបស់គាត់ដែរអញ្ចឹងហើយនេះជាឧបសគ្គមួយដល់ការកសាងសមត្ថភាពរបស់យុវជនយើងដែរសូមជិះលោកប៊ុនណេបាទសូមក្រោយបាទតាមទស្សនៈរបស់ខ្ញុំគិតថាយើងមានទាំងអស់ហើយយើងមានទាំងច្បាប់យើងមានទាំងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជាយើងមានទាំងអស់ប៉ុន្តែអ្វីដែលយើងគួរចាប់អារម្មណ៍ថាតើយុវជននឹងគាត់ក្លាហានក្នុងការចូលរួមជាមួយនឹងអាជ្ញាធរជាមួយនឹងនៅក្នុងសហគមន៍របស់គាត់ហើយឬនៅអ្វីដែលជំរុញឲ្យគាត់ចូលរួមនឹងគឺបានន័យថាឲ្យគាត់អាសាចូលរួមឲ្យបានច្រើននៅក្នុងកម្មវិធីអីក៏ដោយយើងត្រូវឲ្យគាត់ចូលរួមឲ្យគាត់ក្លាហានឲ្យគាត់និយាយឲ្យគាត់សម្ដែងនៅអ្វីដែលគាត់ជាកង្វល់នៅក្នុងខ្លួនរបស់គាត់ឲ្យបានច្រើនខ្ញុំឃើញសប្តាហ៍ថ្ងៃយុវជនសូម្បីតែសាលាឃុំក៏គាត់ហ៊ានចូលដែរមិនដឹងថាមកមូលហេតុអីទេមិនដឹងថាចូលទៅមេឃុំនឹងសន្លត់គាត់ឬក៏យ៉ាងម៉េចខ្ញុំអត់ដឹងទេប៉ុន្តែយើងគួរតែជំរុញធ្វើម៉េចថាក្រុមប្រឹក្សាឃុំជាប់ឆ្នោតដោយសារតែយុវជននឹងជាអ្នកបោះឆ្នោតឲ្យម្ចាស់សម្លេងឆ្នោតម្ចាស់សម្លេងឆ្នោតអញ្ចឹងហើយយើងត្រូវតែបញ្យល់ប្រាប់គាត់យើងត្រូវបរៀនគាត់បជ្រាបបន្តិចដើម្បីគាត់ចង់ថែមបាទសូមអរគុណវាគ្មិនទាំងអស់គ្នាឥឡូវយើងចូលដល់សំណួរមួយទៀតដែលជាសំណួរសំខាន់ដែរហើយយើងចាំពិភាក្សាគ្នាបន្តទៀតបាទសំណួរនៅក្នុងនេះគឺថានៅក្នុងចំណោមវិធានការទាំងអស់អំបញ្ញមិញដែលអ្នកទាំងអស់គ្នាបានរៀបរាប់ហ្នឹងតើអ្នកទាំងអស់គ្នាគិតថាវិធីសាស្ត្រមួយណាដែលគួរតែលើកយកមកអនុវត្តឲ្យបានមុនគេហើយហេតុអ្វីបាទខ្ញុំសូមបកគលសំណួរនេះទៅឲ្យលោកមាសកំសឿនមុនគេបាទសូមអរគុណដល់ការផ្ដល់ឱកាសនេះអញ្ចឹងខ្ញុំសូមត្រឡប់មកបញ្យល់បន្ថែមអំពីយន្តការដើម្បីបានជោគជ័យឲ្យយុវជនឈានចូលក្នុងឆាកនយោបាយបានអញ្ចឹងបញ្ហាការអប់រំទី1គឺវិធានការបន្ទាន់គឺបង្កើនម៉ោងសិក្សាយើងសង្កេតឃើញថាយុវជនយើងឥឡូវគាត់សិក្សាតិចណាស់ហើយវាជាឥទ្ធិពលដល់សមត្ថភាពរបស់គាត់ហើយជាឱកាសមួយផ្ដល់ឲ្យគាត់នឹងចេញទៅក្រៅគាត់ធ្វើការងារមួយចំនួនដែលមិនគប្បីនៅក្នុងសង្គមបាទបញ្ហាទី2បាទគឺការពារយុវជនយើងការពារយុវជនយើងបាទគាត់ចេញទៅក្រៅតើគាត់ទៅណាហើយមានការមើលថែទាំទេហើយគាត់នៅវិញទេបាទអញ្ចឹងត្រូវបង្ការពារគាត់ឲ្យជិះផុតអំពីគ្រឿងញៀនបាទអំពើអសកម្មនៅក្នុងសង្គមបាទចំណុចទី3គឺការផ្ដល់ឱកាសអញ្ចឹងសូមរដ្ឋាភិបាលចាប់ផ្ដើមគឺកំណត់កូតាចំនួនយុវជនឲ្យគាត់មានទំនុកចិត្តក្នុងការចូលរួមក្នុងវិស័យនយោបាយអញ្ចឹងនៅពេលដែលយើងបានកំណត់កូតាថាដល់30%នៅអាណត្តិក្រោយនឹងយុវជនអាចចូលរួមនៅក្នុងវិស័យនយោបាយពេលហ្នឹងគឺគាត់មានទំនុកចិត្តហើយបន្ថែមលើនេះទៅទៀតគឺការលុបបំបត្តិឈ្មោះមន្ត្រីរាជការខ្មោចឬក៏មន្ត្រីរាជការស្ទួនឬក៏មន្ត្រីរាជការដែលមានឈ្មោះធ្វើការច្រើនកន្លែងគឺជាការផ្ដល់ឱកាសដល់យុវជនអាចឲ្យគាត់ចូលទៅហាត់ការនិងបញ្ចេញសមត្ថភាពរបស់គាត់បាទសូមអរគុណលោកមីកំសឿនបាទសូមជួយលោកសុកសាបាទចេះវិក្កាមគាត់លើកឡើងត្រឹមត្រូវតាក់ទងនឹងការប្រើវិធានការប៉ុន្តែគាត់ថាយើងបានសិក្សាពីចែកគ្នាពីវគ្គមុននេះហើយថាការចូលរួមរបស់យុវជនយើងមានអីយន្តការយើងមានកម្មវិធីអភិវឌ្ឍយុវជននេះឡើងប៉ុន្តែសួរថាតើយុវជនគាត់ចូលនៅគឺយុវជនយើងបានដឹងអត់ទេថាគាត់ការចូលរួមរបស់គាត់នៅមានកម្រិតអញ្ចឹងយើងត្រូវសិក្សាពីមូលហេតុអញ្ចឹងមូលហេតុបានយុវជនក៏អត់ចូលរួមតើលោកមានវិធីសាស្ត្រអញ្ចឹងយើងត្រូវដើម្បីដឹងវិធីសាស្ត្រយូរថាយើងសួរថាតើយុវជនមានបញ្ហាបានគាត់មិនចូលរួមនយោបាយគាត់ខ្វះភាពក្លាហានយ៉ាងម៉េចបាទអញ្ចឹងបញ្ហាតើថាសំខាន់គឺឲ្យគាត់យល់ពីសារៈសំខាន់នៃការចូលរួមក្នុងឆាកនយោបាយព្រោះកន្លងមកគាត់ទទួលឥទ្ធិពលពីសង្គមដោយសារមានសង្គមមានការរដ្ឋបတ်អីចឹងទៅវាបើកចំហឲ្យមានការ space ណាមួយសម្រាប់យុវជនចូលរួមក្នុងឆាកនយោបាយទី2ដោយសារតែទទួលឥទ្ធិពលពីអំណាចនៃបាននៃគ្រួសាររបស់គាត់ថារឿងនយោបាយវាអាចធ្វើឲ្យយើងនឹងរត់ចោលស្រុកបើរត់ចោលស្រុកអាចស្លាប់អញ្ចឹងជាប់គុកអីចឹងទៅធ្វើឲ្យគាត់មានភ័យខ្លាចបាទដូចវិធានការដូចខ្ញុំបានលើកឡើងហ្នឹងសំខាន់គឺថារដ្ឋាភិបាលយើងមានអស់ហើយតែស្មានពង្រឹងការអនុវត្តហើយទី2គឺថាយើងបញ្ចូលបញ្ជ្រាបអាកម្មវិធីនយោបាយឲ្យបានច្រើននៅក្នុងកម្មវិធីសិក្សាដើម្បីធ្វើឲ្យយុវជននឹងយល់ថាការចូលរួមក្នុងឆាកនយោបាយឬចូលរួមសកម្មភាពនយោបាយមិនមែនជារឿងមួយគួរឲ្យភ័យខ្លាចជារឿងគ្រោះថ្នាក់ដាក់នៅក្នុងកម្មវិធីបញ្ញាសុជាតិតាមជាទូទៅគេហៅថានៅពេលដែលយើងធ្វើគឺមិនមែនធ្វើនៅពេលដែលគាត់ខ្លាយទៅជាអាយុពេញវ័យជាយុវជននោះទេគឺមានន័យថាយើងមិនដោះអ្វីដែលជារយៈពេលវែង
ចាអញ្ចឹងយើងត្រូវតែផ្ដល់ចំណេះដឹងឲ្យគាត់មានចំណេះដឹងគ្រប់គ្រាន់យុវជនម្នាក់ដែលជាយុវជនគំរូត្រូវតែមានលក្ខណៈសម្បត្តិជាវិជ្ជមានសិលធម៌សុជីវធម៌ណាការរស់នៅល្អសុខភាពល្អជៀសវាងនៅអំពើអបាយមុខផ្សេងអញ្ចឹងយើងនិយាយទាំងអស់គ្នាថាយើងជំរុញឲ្យយុវជនត្រូវផ្ដល់ឱកាសយុវជនមុននឹងយើងផ្ដល់ឱកាសយុវជនត្រូវតែស្ថាបនាខ្លួនឯងឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឲ្យគេផ្ដល់ឱកាសឲ្យចាមិនចាំបាច់បង្កើតកូតាបើយើងមានសមត្ថភាពយុវជនអូតូម៉ាទិកត្រូវបានគេជំរុញចូលនៅពេលដែលគេផ្ដល់ឱកាសប្រសិនបើយើងគ្មានសមត្ថភាពគ្រប់គ្រាន់ឱកាសនោះគេនឹងលែងផ្ដល់ការទុកចិត្តលើយើងហើយគុណកញ្ញាខ្ញុំសុំលោកបុនេះខ្ញុំចង់ឲ្យលោកចាប់អារម្មណ៍ត្រង់ចំណុចនេះមួយវាគ្មានរបស់យើងលើកបាញ់មិញខ្ញុំឃើញចំណុច2ដែលគាត់លើកឡើងរៀងទស្សនៈផ្ទុយណាលោកមួយគាត់ថាគាត់ចង់កំណត់កូតាឲ្យយុវជនអានេះកំណត់កូតាគាត់ចង់ថាងស្រីប្រមាណ%ប្រុសប្រមាណទៅតាម gender មិនយ៉ាងណាអានេះកំណត់យុវជនដែលចង់ទៅតាមចែកកញ្ញាសុជីតាតាមមិនបាច់ទេមិនយ៉ាងណាជុលបាទយើងស្ថាបនាជុលលោកបុនេះលោកយល់យ៉ាងម៉េចបាទខ្ញុំគិតថាយុវជនសពថ្ងៃនេះនៅកំពុងសិក្សាគាត់អត់ចង់បានតំណែងអីនៅក្នុងរដ្ឋាភិបាលទេគាត់សំខាន់បំផុតគឺគាត់ចង់បានបទពិសោធន៍ការងារដែលគាត់ចប់ពីសាលាទៅគាត់មានការងារធ្វើតែម្ដងអានេះគឺជាអ្វីដែលគាត់ចង់បានអញ្ចឹងបើសិនជាយើងនិយាយពីរឿងកូតារឿងអីហ្នឹងជួនកាលគាត់អត់យល់ស្អីគេកូតាហ្នឹងផងអញ្ចឹងអ្វីដែលយើងគួរតែជំរុញគាត់គឺជំរុញឲ្យគាត់ចូលរួមឲ្យបានច្រើនមិនថាជារឿងនយោបាយជារឿងសង្គមជារឿងអីទេអ្វីដែលយើងគួរតែជំរុញយើងគួរតែប្រើពាក្យយើងកុំប្រើពាក្យនយោបាយបើសិនជាគាត់ស្អប់នយោបាយយើងប្រើពាក្យផ្សេងសង្គមតែវាមាននយោបាយក្នុងហ្នឹងហើយការពិតអ្វីដែលយើងធ្វើគឺរឿងនៃនយោបាយទស្សនៈធំគេហៅថាគោលបំណងធំរបស់យើងគឺនយោបាយហើយប៉ុន្តែសកម្មភាពយើងធ្វើនេះយើងកុំប្រើពាក្យនយោបាយយើងប្រើពាក្យអីផ្សេងអញ្ចឹងណាការងារអភិវឌ្ឍក្នុងសហគមន៍ឬក៏ការងារចូលរួមបញ្ចេញមតិយោបល់អីហ្នឹងអាចទាំងអស់ហ្នឹងហើយការងារសាងសង់ឬក៏ការងារជួសជុលឬក៏ការងារអនាម័យស្អីផ្សេងហ្នឹងហើយគឺជារឿងដែលយើងអាចជំរុញឲ្យយុវជនចូលរួមបានយ៉ាងច្រើនកកតែម្ដងយើងដកពាក្យនយោបាយចេញវិញបាទអរគុណលោកនេះបាទសូមនឹងកញ្ញាសុជាតាទាំងអស់គ្នាទទួលស្គាល់ថាយុវជនមានសក្តានុពលសំខាន់ណាស់នៅក្នុងការវិវត្តសេដ្ឋកិច្ចប្រទេសជាតិក៏ដូចជាចូលរួមក្នុងឆាកនយោបាយហើយបើសិនជាហើយយើងក៏ទទួលស្គាល់ថាដែរយុវជនយើងនៅមានការខ្វះខាតបាទយុវជននឹងទាំងស្ត្រីទាំងបុរសអញ្ចឹងបើគាត់មានការខ្វះខាតផ្នែកសមត្ថភាពរបស់គាត់តើយើងមិនជួយទេឬជួយតាមការកំណត់កូតានេះហើយគឺជាយន្តការមួយដើម្បីជួយយុវជនមានន័យថាបើកផ្លូវយុវជនអាចចូលនៅក្នុងឆាកនយោបាយបានគាត់នៅមានសមត្ថភាពចូលខ្លួនគាត់បានជាយើងត្រូវជួយគាត់ចំណុចនេះហើយដែលយើងខ្ញុំគិតចេះជាទូទៅនៅពេលដែលគេប្រើវិធានការជាកូតានៅពេលហ្នឹងមានន័យថាគាត់គេហៅថាខ្វះវិធីសាស្ត្រក្នុងការពិបាកប្រកួតប្រជែងអញ្ចឹងបើសមភាពមិនអាចប្រើបានគេប្រើគោលការណ៍សមធម៌ប៉ុន្តែនៅក្នុងន័យនេះគឺយើងអត់ចាំបាច់ប្រើគោលការណ៍សមធម៌ទេគឺយើងប្រើគោលការណ៍ជំរុញនិងផ្ដល់ឱកាសតាមរយៈស្ថាបនាចំណេះដឹងខ្លួនឯងមានព្រោះយុវជនគឺជាអ្នកមួយដែលរឹងមាំហើយជាកម្លាំងចលករនៅក្នុងការអភិវឌ្ឍប្រទេសជាតិដូចលោកលើកឡើងអញ្ចឹងចង់ជឿវិញដូចលោកគាត់ថាគូតាការបង្កើតគូតាវាជាការមួយល្អហើយប៉ុន្តែបើសិនយើងចង់ឲ្យយុវជនចូលរួមបើយើងកំណត់គូតាកំណត់ជាសូចនាករមួយថាត្រូវកំណត់ប៉ុណ្ណេះឲ្យចូលជួយប៉ុណ្ណេះចុះបើសិនយើងធ្វើមិនបានឬក៏យើងអត់មានយុវជនណាដែលជាធនធានសម្រាប់ចូលដូចខ្មែរយើងនិយាយថាចង់ឲ្យគេជួយឬថាជួយខ្លួនឯងចង់ឲ្យរដ្ឋាភិបាលផ្ដល់ឱកាសខ្លួនចូលចង់ឲ្យគណៈបកនយោបាយផ្ដល់ឱកាសខ្លួនខ្លាយជាមន្ត្រីមួយដ៏ល្អឬថាបានថាខ្លួនឯងចំណេះដឹងតាមអ្វីដែលយើងចង់បានដូច្នេះខ្ញុំចង់ពេលនេះខ្ញុំចង់ចែករំលែកដល់ប្រិយមិត្តទស្សនិកជនជាយុវជនឲ្យគាត់យល់ថាតើកម្រិតណាវ័យណាដែលគេចាត់ទុកជាយុវជនឲ្យគាត់យល់សិនតាមគោលការណ៍គោលនយោបាយអភិវឌ្ឍយុវជនហ្នឹងគឺគេកំណត់ថាយុវជនគឺជាបុរសឬស្ត្រីដែលមានសញ្ជាតិជាខ្មែរនៅលើរៀបការសំខាន់មានអាយុពី15ទៅ30ចឹងឲ្យគាត់នៅក្នុងវ័យពី15ដល់30ហ្នឹងគាត់ជាយុវជនទេប៉ុន្តែឥឡូវគាត់ទៅអភិវឌ្ឍខ្លួនឯងយ៉ាងម៉េចដើម្បីឲ្យគាត់ខ្លាចជាធនធានមួយជាកោសិកានៃសង្គមមួយដែលសង្គមដល់តម្លៃគាត់បានគេចាត់យកបើគាត់អត់អភិវឌ្ឍខ្លួនឯងមកធ្វើម៉េចគេយកទៅសូមអរគុណចំពោះការបកស្រាយបាទខ្ញុំសូមអរគុណចំពោះការបកស្រាយរបស់វាគ្មិនរបស់យើងឥឡូវយើងចាំស្ដាប់សំណួររបស់យុវជនរបស់យើងដែលលោកបានតាមដានស្ដាប់នឹងទស្សនានៃកម្មវិធីរបស់យើងថាតើគាត់មានយោបល់អីចង់សួរវាគ្មិនទាំងអស់នេះបាទសូមអញ្ជើញបាទសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះពិសិដ្ឋនឹងធ្វើកិច្ចសម្ភារជាមួយនឹងយុវជនម្នាក់ដែលគាត់មានឈ្មោះសិនឡុងតើសិនឡុងមានជាសំណួរអ្វីដែលតាក់ទងទៅនឹងប្រធានបទយុវជននិងការចូលរួមក្នុងឆាកនយោបាយចំពោះសំណួរនេះខ្ញុំមានចម្ងល់បាទមានចម្ងល់ត្រង់ថាតើយុវជនមានសិទ្ធិដែរទេចំពោះការបាទចូលរួមនៅក្នុងឆាកនយោបាយនឹងជាទូទៅខ្ញុំក៏សម្គាល់ឃើញថាអ្នកដែលមានវត្តមានចូលរួមក្នុងឆាកនយោបាយនេះភាគច្រើនតាអ៊ំចាស់បាទអ៊ំចាស់គាត់មានសិទ្ធិ
និយាយបកស្រាយនៅបញ្ហានយោបាយប្រាប់ទស្សនិកជនទាំងអស់តែខ្ញុំចង់សួរថាតើចំពោះយុវនិស្សិតបាទមានសិទ្ធិបកស្រាយឬក៏ដែរទេបាទលោកអ្នកបានទស្សនារួចមកហើយនៅវីដេអូឃ្លីបដែលពាក់ព័ន្ធទៅនឹងបញ្ហាយុវជននិងការចូលរួមក្នុងឆាកនយោបាយអញ្ចឹងសំណួរនេះខ្ញុំសូមបកគលទៅឲ្យកញ្ញាម៉ាលីសុជាតាបាទសូមជួយបកស្រាយមុនចាអរគុណច្រើនឆ្លើយតបជាមួយនឹងបងអូនប្រុសស៊ីនឡុងចាថានយោបាយមានតែមនុស្សចាស់ឲ្យភាគច្រើនប៉ុន្តែយើងមើលឃើញថានៅពេលដែលនិយាយពីបញ្ហានយោបាយគឺបញ្ហាស្រុកទេសរបស់យើងអញ្ចឹងបើបញ្ហាស្រុកទេសគឺប្រជាពលរដ្ឋទាំងអស់គឺមានសិទ្ធិខ្វល់ខ្វាយទាំងអស់គ្នាប៉ុន្តែខ្វល់ខ្វាយតាមរយៈរូបភាពខុសៗគ្នាអ្នកខ្លះគាត់ខ្វល់ខ្វាយនៅក្នុងនាមជាអ្នកគ្រប់គ្រងគឺគាត់ចុះឈ្មោះបោះឆ្នោតគាត់ទៅបោះឆ្នោតអ្នកខ្លះខ្វល់ខ្វាយគាត់ទៅឈរឈ្មោះជាតំណាងរាស្ត្រក្រុមប្រឹក្សាឃុំអ្នកខ្លះខ្វល់ខ្វាយគាត់ទៅធ្វើការងារតាមវិស័យផ្សេងៗអញ្ចឹងយើងមើលឃើញថាឥឡូវនេះយុវជនមានសិទ្ធិចូលរួមច្រើនហើយរដ្ឋាភិបាលបានបើកឱកាសអញ្ចឹងមានន័យថានៅពេលដែលយើងចង់ក្លាយជាតំណាងបញ្ចេញមតិយោបល់ដូចជាមនុស្សចាស់យើងត្រូវធ្វើអីយើងត្រូវតែមានចំណេះដឹងមានបទពិសោធន៍គេអត់ដែរយកមនុស្សដែលចេញពីមហាវិទ្យាល័យមកអត់ទាន់មានបទពិសោធន៍យកទៅធ្វើជាអ្នកតំណាងរបស់គេអញ្ចឹងអ្នកតំណាងត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយសំខាន់បំផុតផ្សេងទៀតនោះគ្រប់ស្រទាប់វណ្ណៈទាំងអស់ដែលជាយុវជនកម្មករកសិករឬក៏មន្ត្រីរាជការគ្រប់ទាំងអស់គឺមានលទ្ធភាពចូលរួមនៅក្នុងកិច្ចអភិវឌ្ឍមានថាបានចូលរួមក្នុងឆាកនយោបាយបញ្ចេញមតិយោបល់ជាក្តីកង្វល់អរគុណកញ្ញាសុជាតិបាទសូមជឿលោកប៊ុនដេមុនបាទខ្ញុំយល់ស្របជាមួយនឹងវាគ្មិនបងសុជាតិតាយើងឃើញហើយថាបើសិនបើយើងនិយាយទៅគឺចាស់គាត់មានបទពិសោធន៍ច្រើនហ្នឹងបើសិនជាយុវជនចូលរួមជាមួយនឹងចាស់ណាប៉ុន្តែសប្តាហ៍ថ្ងៃយើងឃើញថាយុវជនគឺចាប់ផ្ដើមចូលរួមហើយមិនថាជារឿងនយោបាយមិនថាជារឿងនៅក្នុងសង្គមរបស់គាត់ទេហើយតាមលោកស៊ុនឡុងនៅក្នុងវីដេអូឃ្លីបរបស់យើងគឺគាត់បានលើកថាចាស់គាត់លើករឿងនយោបាយបានច្រើនជាងក្មេងៗប៉ុន្តែឥឡូវខ្ញុំគិតថាក្មេងៗលើកបានច្រើនជាងចាស់ពីព្រោះអីយើងគិតទៅបើរឿងនយោបាយបើសិនជាយើងខ្វល់ថាអូឥឡូវគ្រោះថ្នាក់ចរាចរណ៍ច្រើនណាស់នៅស្រុកខ្មែរអូឥឡូវហ្នឹងប្រជាពលរដ្ឋនៅតាមជនបទខ្វះទឹកស្អាតប្រើហើយផ្លូវពិបាកហ្នឹងហើយគឺជាអ្វីដែលយុវជនគាត់កំពុងតែខ្វាយខ្វល់ហើយយុវជនអាចលើករឿងនេះបានគឺយុវជនខ្លួនឯងហ្នឹងអាចបង្កើតជាក្រុមយុវជននៅតាមសាលានៅតាមសហគមន៍ឬក៏បង្កើតជាក្លឹបមានឈ្មោះមានរចនាសម្ព័ន្ធអីត្រឹមត្រូវហើយមួយអាទិត្យម្ដងឬក៏មួយខែម្ដងយើងជុំគ្នាដើម្បីពិភាក្សារឿងនៅក្នុងសហគមន៍របស់យើងនៅក្នុងសាលារបស់យើងហើយលើកទាំងអស់ហ្នឹងដាក់ទៅជូនអាជ្ញាធរដើម្បីដោះស្រាយហ្នឹងហើយគឺជារឿងនយោបាយអញ្ចឹងយុវជនទាំងអស់គាត់បាននិយាយហើយគាត់បានគិតហើយបាទសូមជឿលោកកំសឿនបាទសូមឆ្លើយនឹងសំណួរបងអូនស៊ិនឡុងថាបានបងអូនអាចចូលរួមបានអញ្ចឹងមិនមែនមានន័យថាមានតែមនុស្សចាស់ទេដែលគាត់អាចចូលរួមដោះស្រាយបញ្ហាសង្គមឬក៏បញ្ហានយោបាយស្រុកទេសនោះបងអូនក៏អាចបានដែរហើយតាមរូបភាពផ្សេងនិងតាមលទ្ធភាពដែលអូនអាចធ្វើបានអញ្ចឹងមិនមែនមានន័យថាតើតាយើងអាចឆ្លើយតបនឹងបញ្ហាស្រុកទេសធំតាមរយៈទូរទស្សន៍ឬក៏ខ្សែបណ្ដាញផ្សព្វផ្សាយផ្សេងទេសូម្បីតែការងារសង្គមផ្សេងឬក៏ការងារផ្សេងដែលតាក់ទងទៅនឹងសហគមន៍ដែលបងអូនរស់នៅនឹងហើយបងអូនចូលរួមបញ្ចេញយោបល់ចូលរួមបង្ហាញការសម្រេចចិត្តគឺជាការចូលរួមនៅក្នុងបញ្ហានយោបាយនឹងហើយចំណុចមួយផ្សេងទៀតនោះគឺបញ្ហាការចូលរួមរបស់បងអូននៅសាលារៀនអញ្ចឹងនៅសាលារៀនយើងមានរបាំងខ្លះដែរពេលខ្លះគេមិនអោយយើងនិយាយពីបញ្ហានយោបាយមានលៀបពណ៌លៀបអីប៉ុន្តែបងអូនអាចបង្កើតជាសមាគមហើយសមាគមបងប្អូនគឺមិនធ្វើការលើការនយោបាយប៉ុន្តែធ្វើការតាក់ទងទៅនឹងសហគមន៍បងប្អូនសង្គមទូទៅតែម្ដងបាទខ្ញុំសូមថែមបន្តិចវាគ្មិនទាំង3បានលើកឡើងខ្ញុំគ្រប់គ្រងប៉ុន្តែខ្ញុំចង់ឆ្លើយតបទៅបងអូនស៊ីឡុងគាត់បានលើកឡើងតាក់ទងទៅនឹងការចង់បញ្ចេញមតិទៅឲ្យទស្សនិកជនយើងគួរកំណត់តើការបញ្ចេញមតិក្នុងនាមយើងជាអីក្នុងនាមជាអ្នកនយោបាយក្នុងនាមជាគ្រូបង្រៀនឬក្នុងនាមជាប្រសង់ដូចខ្ញុំធ្លាប់និយាយទៅកាន់សិស្សខ្ញុំឬក៏ជាប្រដ្ឋថាមានអាជីព3ដែលយើងនិយាយទៅឲ្យទស្សនិកជនអង្គុយស្ដាប់ទី1គឺជាប្រសង់អាចទេទៅគេអង្គុយស្ដាប់ទី2អាចជាគ្រូបង្រៀនមានសិស្សអង្គុយស្ដាប់ទី3អ្នកនយោបាយប៉ុន្តែក្នុងន័យពេលនេះគាត់ចង់ផ្ដោតសំខាន់លើនយោបាយបាទដូច្នេះហើយខ្ញុំគិតថារឿងបញ្ហានយោបាយអត់មានជាកំណត់វ័យទេគឺថាឲ្យតែយើងមានឱកាសចូលរួមយើងអាចចូលរួមបានប៉ុន្តែសួរថាតើយើងចូលរួមកម្រិតណារបស់យើងយើងអាចមានលទ្ធភាពមានសមត្ថភាពចូលរួមកម្រិតណាដូចឥឡូវនេះយើងដឹងថាអូចាស់គាត់មានឱកាសច្រើនណាស់ពីព្រោះថាដោយសារតែយើងរដងគណៈបកនយោបាយទាំងអស់នៅស្រុកខ្មែរតែងតែផ្ដល់ឱកាសទៅមនុស្សចាស់ច្រើនជាងដោយសារមនុស្សចាស់មានលុយមានបទពិសោធន៍អីចឹងទៅដូច្នេះប៉ុន្តែឥឡូវតនឱកាសយើងនេះយើងអាចរៀនសូត្រជាមួយមនុស្សចាស់
ដើម្បីយើងសិក្សាពីគាត់ឲ្យត្រៀមខ្លួនដើម្បីទៅស្នងគាត់ដូចពាក្យខ្មែរថារលកក្រោយចារលកមុខទំពាំងស្នងឫស្សីចុះមកយើងមិនប្រឹងប្រែងអភិវឌ្ឍខ្លួនឯងទៅស្នងគេមិនកើតទៅរលកក្រោយទៅចារលកមុខវាកើតនេះជារឿងរបស់យើងទៅ ធម្មតាយើងមនុស្សចាស់បើសិនជាយើងជោគជ័យប៉ុន្តែឥឡូវសូមអនុញ្ញាតបន្ថែមបន្តិចមានន័យថាយើងគិតកំពុងតែគិតហ្នឹងផ្ដល់ឱកាសនេះជាបង្ហាញការយកចិត្តទុកដាក់របស់យុវជនមួយហើយណាឥឡូវនេះយើងកំពុងតែជាតំណាងយុវជនអញ្ចឹងយុវជនហ៊ាននិយាយទេយុវជនមានសិទ្ធិនិយាយទេយើងនឹងឲ្យជាតំណាងបង្ហាញថាយើងមានសិទ្ធិនិយាយអញ្ចឹងយុវជនផ្សេងទៀតក៏មានសិទ្ធិនិយាយដែរហើយនិយាយតាមនិយាយអីគឺមិនត្រឹមតែគាត់ចាំបាច់ឡើងទៅធ្វើជាអ្នកតំណាងរាស្ត្រឬក៏អីទេគាត់អាចបង្ហាញនៅក្នុងការអនុវត្តអភិបាលកិច្ចល្អនិយាយទៅបង្ហាញទៅថ្នាក់មូលដ្ឋានទៅយុវជនតម្រូវការអីណាធនធានយ៉ាងម៉េចអីយ៉ាងម៉េចអភិវឌ្ឍយ៉ាងម៉េចដល់យុវជននឹងឲ្យជាការបង្ហាញអំពីការចូលរួមរបស់យុវជនដែរបាទសូមខ្ញុំសូមលើកមធ្យោបាយមួយចំនួនដែលបងប្អូនអាចចង់បញ្ចេញមតិទស្សនៈលើវិស័យនយោបាយឥឡូវយើងមើលបច្ចេកវិទ្យាយើងមានការរីកចម្រើនណាអញ្ចឹងបច្ចេកវិទ្យាគឺជាមធ្យោបាយទំនាក់ទំនងមួយដែលអត់ព្រំដែនអញ្ចឹងបងប្អូនអាចបញ្ចេញយោបល់របស់បងប្អូនតាមរយៈសារ តាមរយៈប្រព័ន្ធបណ្ដាញសង្គមបាទហើយបងប្អូនអាចចូលរួមបាទដូចជាតាមមានប្រសាសន៍មិញអញ្ចឹងយើងអាចបញ្ចេញមតិយើងផ្ទាល់ទៅតំណាងរបស់យើងផងក៏បានដែរបាទហើយចំណុចនេះខាងយើងបានឃើញស្រាប់ហើយគឺតាមរយៈដែលអ្នកសម្ភាសមិញគឺជាសារព័ត៌មានប្រជាពលរដ្ឋដូច្នេះហើយយុវជនគឺអាចមានលទ្ធភាពយុវជនមានគំនិតច្នៃប្រឌិតច្រើនណាយុវជនមានចំណេះដឹងច្រើនណារៀនដល់សាកលរៀនដល់អនុបណ្ឌិតឬក៏ថ្នាក់PhD បណ្ឌិតអីផ្សេងហើយយុវជនឥឡូវប្រើប្រាស់ប្រព័ន្ធទាន់សម័យចែកជាទាន់សម័យបាទអញ្ចឹងកត្តាទាំងអស់ហ្នឹងហើយគឺបង្កលក្ខណៈដែលអាចឲ្យយុវជនហ្នឹងអាចចូលរួមជាមួយនឹងបើសិនជាយើងកុំប្រើពាក្យនយោបាយណាយើងប្រើពាក្យការងារសង្គមរបស់យើងទាំងអស់ហ្នឹងដើម្បីឲ្យសង្គមមានការរីកចម្រើនគឺទាំងអស់ហ្នឹងហើយគប់ផ្សំគ្នាដែលយុវជនអាចចូលរួមបានខ្ញុំចង់ថែមបន្តិចចង់ចូលរួមហ្នឹងយើងចង់ឲ្យបងអូនសិនឡុងហ្នឹងចេះដល់តម្លៃដល់ខ្លួនឯងជាយុវជនយើងជាយុវជនខុសពីមនុស្សចាស់មនុស្សចាស់គាត់ចាស់ទៅគាត់តែងតែមានវត្តបដិសេរីថាចាស់ទៅធ្វើនយោបាយលេងកើតធ្វើសកម្មភាពលេងកើតនឹងបាត់បង់តំណែងអត់ទូនទីតែយើងយុវជនបើតាមវិជ្ជាក្រមសម្ដេចសង្ឃជឿណាថាយុវជនជាកម្លាំងថ្មីពោពេញទៅដោយធម៌ពលដូច្នេះយើងជាយុវជនត្រូវដឹងខ្លួនឯងដូច្នេះសំខាន់បានជាយើងត្រូវចូលរួមនៅក្នុងនយោបាយឧទាហរណ៍ខ្ញុំចែករំលែកបទពិសោធន៍ខ្ញុំតិចចុះខ្ញុំដំបូងខ្ញុំជាយុវជនម្នាក់ចូលរួមប្រឡូកនៅក្នុងគណៈបកនយោបាយមួយខ្ញុំអត់មានអកាយទាំងអស់ដំបូងដល់ខ្ញុំចូលទៅខ្ញុំចេះតែអភិវឌ្ឍរៀនសូត្រពីនួយចាស់រហូតដល់ខ្ញុំបានខ្លាយតួនាទីជាអគ្គលេខាធិការរងគណៈបកមួយដូច្នេះវាសំខាន់យុវជនយើងចេះអភិវឌ្ឍខ្លួនឯងបាទសូមអរគុណវាគ្មិនរបស់យើងហើយសង្ឃឹមថាបងអូនសិនឡុងនឹងទទួលយកនៅការបកស្រាយយ៉ាងក្បោះក្បាយនៅសំណួររបស់បងអូននៅចម្ងល់របស់បងអូនដែលបានសួរមកអំបញ្ញមិញតកតងទៅនឹងបញ្ហាយុវជននឹងការចូលរួមនៅក្នុងឆាកនយោបាយនេះដែរក៏មានប្រិយមិត្តរបស់យើងបានផ្ដល់យោបល់នៅក្នុងគេហទំព័រ Facebook របស់កម្មវិធីអ្នកបន្តវេនបាទនោះគឺកញ្ញាដាលីនបានមានយោបល់ថាយុវជនមួយចំនួនមិនបានខ្វាយខ្វល់នឹងរឿងនយោបាយទេតែបែរជាយកពេលវេលាដ៏មានតម្លៃរបស់ពួកគេហ្នឹងទៅខ្វាយខ្វល់នឹងរឿងកំសាន្តផ្សេងទៅវិញតើបញ្ហានេះវាបណ្ដាលមកពីយុវជនខ្លួនឯងផ្ទាល់ដែលមិនខ្វាយខ្វល់ឬក៏ព័ត៌មានដែលតាក់ទងទៅនឹងនយោបាយនោះមិនបានគ្រប់គ្រាន់សម្រាប់ឲ្យពួកគេខ្វាយខ្វល់បាទអញ្ចឹងខ្ញុំបាទសូមអញ្ជើញលោកសុកស៊ីបូណេធ្វើការបកស្រាយចំពោះសំណួររបស់បងអូនអំបញ្ញមិញបាទសូមអញ្ជើញបាទអរគុណកញ្ញាដាលីនដែលសួរសំណួរមកកាន់កម្មវិធីយើងឃើញហើយថានៅយុវជនសប្តាហ៍ថ្ងៃគាត់មានសិទ្ធិក្នុងការដើរកម្សាន្តប៉ុន្តែអ្វីដែលគាត់ដើរកម្សាន្តហ្នឹងសូមកុំឲ្យជ្រុលពេកបានន័យថាគាត់ត្រូវមានពេលវេលាគាត់ត្រូវកំណត់ពេលវេលាថាពេលណារៀនពេលណាចូលរួមការងារក្នុងសង្គមពេលណាដែលត្រូវដើរកម្សាន្តដូច្នេះហើយសរុបសេចក្តីឡើងវិញអ្វីដែលតាក់ទាញគាត់ឲ្យទៅកម្សាន្តច្រើនជាងចូលរួមការងារនៅក្នុងនយោបាយនឹងច្រើនគឺតាមរយៈមិត្តភ័ក្តិដែលគាត់អូសទាញទៅអានេះអ្វីដែលខ្ញុំគិតហើយមួយទៀតនៅប្រទេសកម្ពុជាយើងឥឡូវគឺសប្បាយបានន័យថាកន្លែងដែលសប្បាយហ្នឹងក៏មានច្រើនរមណីយដ្ឋានក៏មានច្រើនអញ្ចឹងយើងសាទរទៅនឹងអ្វីដែលមាននៅក្នុងសប្តាហ៍ថ្ងៃប៉ុន្តែយុវជនខ្លួនឯងត្រូវគិតថាតើយើងសប្បាយត្រឹមកម្រិតណាសប្បាយកុំឲ្យវាខ្លាំងពេកអញ្ចឹងអ្វីដែលខ្ញុំចូលរួមយោបល់នៅពេលនេះគឺសូមឲ្យយុវជនទាំងអស់ហ្នឹងមេត្តាចូលរួមការងារសង្គមឲ្យបានច្រើនជាងការងារសប្បាយបាទសូមអរគុណលោកខ្ញុំសូមឲ្យលោកសុកសានហ្នឹងតែសូមលោកជួយផ្ដល់ចម្លើយឲ្យត្រូវទៅនឹងដែលគេហៅថាកញ្ញាបាទកញ្ញាលីនដែលគាត់លើកឡើងខាង Facebook ជាសំណួរមួយល្អមានន័យថាគាត់កំពុងតែតាមដានបញ្ហាសង្គមកើតឡើងនៅបច្ចុប្បន្នហើយអ
យើងសម្គាល់ឃើញមែនបើសិនជាមានដំណឹងប្រឡងអាហារូបករណ៍ទៅរៀនទៅសូត្រអត់សូវមានយុវជនដាក់ពាក្យប៉ុន្មានតែបើប្រឡងតាក់ទងរឿងតារារឿងអីល្បីមានអាហ្នឹងគឺយើងឃើញជាក់ស្ដែងចឹងមែនសង្គមយើងប៉ុន្តែខ្ញុំអត់បន្ទោសយុវជនទេយើងបន្ទោសសង្គមយើងឬយ៉ាងម៉េចយើងកត្តាផ្សេងទៀតក៏ប៉ុន្តែខ្ញុំយល់ឃើញថាការដែលយុវជនអត់ចូលរួមក្នុងបញ្ហានយោបាយនេះវាមានកត្តាច្រើនពេលខ្ញុំសូមលើកមួយចំនួនកត្តាដោយសារតែដូចខ្ញុំលើកពីខាងដើមចឹងថាកាលណាដែលយុវជនមិនចូលរួមនៅក្នុងឆាកនយោបាយមិនចូលរួមតាមដាននយោបាយវាដូចជាសារមួយផ្ដាំទៅអ្នកដឹកនាំប្រទេសឬអ្នកដឹកនាំនយោបាយថាធ្វើអីទៅស្រេចតែចិត្តទៅពួកខ្ញុំអត់ខ្វល់រឿងនយោបាយខ្ញុំខ្វល់តែរឿងសបាយដូច្នេះវាជាឱកាសមួយបើសិនអ្នកដឹកនាំយើងមិនល្អទេគាត់មានកំណត់ទុច្ចរិតគាត់អាចបំវែរឿងហ្នឹងទៅជាពពួកយុវជនថែមដើម្បីគាត់យកឱកាសកាន់កាប់ប្រទេសហើយឈានដឹកនាំទៅរកប្រទេសមួយផ្ដាច់ការនេះគឺរឿងសំខាន់ណាអញ្ចឹងយុវជនត្រូវតែតាមដានអ្នកនយោបាយបានច្រើនដើម្បីគាត់ចូលរួមហើយមួយទៀតក្នុងនាមជារដ្ឋាភិបាលឬក៏ក្នុងនាមអង្គការសង្គមស៊ីវិលអីមួយចំនួនក៏ដូចជាគណៈបកប្រឆាំងអីគឺថាយើងត្រូវតែជំរុញថែមទៀតឲ្យគាត់ផ្ដល់ព័ត៌មានថែមថាការចូលរួមនយោបាយគឺជារឿងមួយប្រសើរសម្រាប់យុវជនបីខ្លួនឯងផងបីសង្គមផងបាទសូមអរគុណលោកសាស្ត្របាទខ្ញុំជាទេសនៈរបស់នាងខ្ញុំផ្ទាល់នាងខ្ញុំចង់ផ្ដល់ឲ្យយើងមើលឃើញថាអញ្ចេះមានន័យថានៅពេលដែលយើងចង់ជំរុញឲ្យយុវជនចូលរួមនៅក្នុងឆាកនយោបាយយើងមិនត្រឹមនិយាយពីបញ្ហាយើងត្រូវថាតើភាពសំខាន់អីខ្លះដែលយុវជនត្រូវចូលរួមនៅក្នុងឆាកនយោបាយឲ្យគាត់មើលឃើញថាអញ្ចឹងដោយសារយុវជនជាចំនួនភាគច្រើននៃប្រជាពលរដ្ឋទូទៅជាង 33% អញ្ចឹងនៅពេលដែលគេហៅថាស្ថិរភាពនយោបាយឬក៏កិច្ចអភិវឌ្ឍទាំងសេដ្ឋកិច្ចនិងសង្គមកិច្ចត្រូវតែមានចំនួនភាគច្រើននឹងចូលរួមអញ្ចឹងសង្គមលទ្ធិប្រជាធិបតេយ្យអនុវត្តបាននឹងមានស្ថិរភាពយូរអង្វែងលុះត្រាតែមានកម្លាំងភាគច្រើននឹងជួយចូលរួមចាអញ្ចឹងយើងមើលឃើញថាការចូលរួមនៅក្នុងកិច្ចអភិវឌ្ឍផ្សេងយុវជនចាប់អារម្មណ៍ចូលរួមច្រើនណាស់ដោយសារអញ្ចេះយើងមើលឃើញនៅក្នុងរូបភាពការងារស្ម័គ្រចិត្តការក្បាក់ក្រហមកាយរិទ្ធការងារវាស់វែងដីធ្លីនឹងហើយជាការជំរុញឲ្យយុវជនចាប់អារម្មណ៍លើការងារចូលចិត្តប្រជាពលរដ្ឋដឹងពីសុខទុក្ខប្រជាពលរដ្ឋច្រើនជាងយកពេលវេលាទៅកំសាន្តសប្បាយអញ្ចឹងកំសាន្តសប្បាយយើងមិនបដិសេធទេយើងថាមានយុវជនចូលរួមប្រឡូកក្នុងហ្នឹងប៉ុន្តែយើងមើលឃើញថាភាគតិចទេអញ្ចឹងចំពោះយុវជនភាគច្រើនយើងយកទុកណាយើងត្រូវតែទទួលស្គាល់តម្លៃគាត់បានផ្ដល់ការលះបង់ចូលរួមនៅក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិផងដែរអញ្ចឹងតាមរយៈការបើកឱកាសរបស់រដ្ឋាភិបាលយុវជនបានចូលរួមច្រើនមកហើយអញ្ចឹងកំពុងតែបន្តការចូលរួមបន្ថែមទៀតសូមអរគុណកញ្ញាម៉ាលីនហើយសូមអរគុណដល់ម្ចាស់សំណួរផងដែរអ្វីដែលគាត់ចាប់អារម្មណ៍គឺឆ្លើយតបទៅនឹងដំណោះស្រាយដែលខ្ញុំបានលើកឡើងកន្លងមកជាយូរមកហើយខ្ញុំចូលចិត្តលើកដំណោះស្រាយជាងបញ្ហាឬក៏ការចង្អុលដាក់គ្នាបាទដំណោះស្រាយរបស់ខ្ញុំដែលខ្ញុំលើកឡើងពីមុនមកគឺការបង្វែរការចាប់អារម្មណ៍របស់យុវជនកុំឲ្យគាត់មានទទួលការសាបព្រោះទៅលើវប្បធម៌ដែលមិនល្អជាពិសេសគាត់ដើរលេងច្រើនឬក៏គាត់បង្អួតគ្នាទៅវិញទៅមកគឺដោយសារគាត់ទទួលការសាបព្រោះនៅវប្បធម៌មិនល្អទី2គឺបណ្ដុះស្មារតីសហគ្រិនរបស់គាត់ស្មារតីនយោបាយឬក៏ស្មារតីទីផ្សារដើម្បីឲ្យគាត់បង្វែរចំណាប់អារម្មណ៍ពីការដើរលេងឲ្យគាត់មានចំណាប់អារម្មណ៍លើការងាររស់ស៊ីលើការងារផ្សេងនៅក្នុងសង្គមទៅវិញទី3គឺបណ្ដុះស្មារតីលើការងារសង្គមឲ្យគាត់មានការចូលរួមលើការងារសង្គមអញ្ចឹងគាត់មិនសូវមានពេលដើរលេងឬក៏ធ្វើអីផ្សេងទេបាទគាត់បានចូលរួមក្នុងការងារសង្គមហើយជាការកម្សាន្តសប្បាយមួយផងបាទទី4គឺដូចខ្ញុំបានលើកឡើងហើយគឺបង្កើនម៉ោងសិក្សាកាលណាយើងមានម៉ោងសិក្សាច្រើនគាត់មិនសូវចំណាយពេលការងារពេលដែលទំនេររបស់គាត់ហ្នឹងទៅធ្វើការងារដែលជាសកម្មភាពអសកម្មនៅក្នុងសង្គមទេចំណុចចុងក្រោយបាទខ្ញុំសូមលើកចំណុចចុងក្រោយគឺយុវជនត្រូវបង្កើនសមត្ថភាពរបស់យើងត្រូវដឹងថាអ្នកបន្តវេនអ្នកដឹកនាំយើងចំនួនមុនគាត់បានទទួលជោគជ័យក្នុងការងារហើយអញ្ចឹងយើងនេះជាកូនចៅចំនួនក្រោយយើងត្រូវចេះក្តាប់ឱកាសបង្កើនសមត្ថភាពខ្លួនយើងដើម្បីឲ្យយើងអាចឈានជើងចូលទៅបន្តវេនគាត់ដើម្បីកុំឲ្យគាត់អស់សង្ឃឹមជាមួយយើងបាទអរគុណលោកកំសឿនលោកប៊ុននេះខ្ញុំចង់ឲ្យលោកជួយបកស្រាយបន្ថែមទៀតចំណុចហ្នឹងឥឡូវអំបញ្ញមិញគាត់សួរបើខ្ញុំមិនច្រឡំនេះគាត់សួរអញ្ចេះគាត់ថាតើកត្តាហ្នឹងវាបណ្ដាលមកពីយុវជនខ្លួនឯងមិនខ្វាយខ្វល់ឬក៏ព័ត៌មានតាក់ទងនឹងនយោបាយហ្នឹងវាមិនគ្រប់គ្រាន់សូមលោកជួយមកភ្លឺទៅនឹងតិចបាទអរគុណយើងមើលឃើញជាក់ស្ដែងយុវជនមានការចូលរួមច្រើននៅពេលបច្ចុប្បន្ននេះច្រើនជាងមុនបើន័យថានៅមានកម្រិតនៅឡើយប៉ុន្តែបើយើងប្រៀបធៀបពីអតីតកាលគឺយុវជនឥឡូវគឺចូលរួមច្រើនជាងមុនអញ្ចឹងកត្តាទាំងអស់នេះគឺទី1គាត់ពិបាករឿងពាក្យថានយោបាយបើសិនបើគេថាមកឲ្យទៅចូលរួមជាមួយអញរឿងនយោបាយក៏អត់ទៅទេប៉ុន្តែបើសិនបើយើងប្រវែដូចខ្ញុំបានលើកម្ដងហើយម្ដងទៀតថាកុំប្រើពាក្យនយោបាយយើងប្រើពាក្យអីផ្សេងដែលមានន័យដូចនយោបាយដូចគ្នាហ្នឹងអញ្ចឹងវាមិនខ្វះឲ្យពាក្យខ្មែរដែលមានន័យដូចនយោបាយ
ចឹងយើងប្រើពាក្យហ្នឹងទៅហើយសូមឲ្យអ្នករៀបចំកម្មវិធីទាំងអស់បើសិនបើយើងចង់រៀបចំកម្មវិធីតាក់ទងទៅនឹងជំរុញឲ្យយុវជនចូលរួមនៅក្នុងនយោបាយច្រើនហ្នឹងគឺរៀបចំនៅកន្លែងសប្បាយពីព្រោះយើងត្រូវដឹងចិត្តយុវជនថាយុវជនចង់សប្បាយអញ្ចឹងបើសិនជាយើងរៀបចំនៅក្នុងឃុំរបស់គាត់វាអត់សប្បាយទេប៉ុន្តែបើសិនជាយើងលើកអាកម្មវិធីហ្នឹងទៅរៀបនៅកំពង់សោមរៀបនៅសៀមរាបឬរៀបនៅតំបន់រមណីយដ្ឋានផ្សេងភ្នំបូកគោអីហ្នឹងគាត់ចង់ចូលរួមមែនតើហើយបានតែគាត់ទៅចូលរួមបានចំណេះដឹងបានបទពិសោធន៍ហើយបានទាំងសប្បាយទៀតអានេះអ្វីដែលខ្ញុំចង់ចូលរួមគឺមានប៉ុណ្ណឹងខ្ញុំសូមថែមចុងក្រោយតិចបាទខ្ញុំឃើញថាតកតងនឹងរឿងគាត់ថាតើព័ត៌មានបានដល់ឬមិនដល់យុវជនហ្នឹងគឺចង់ថាជាធម្មតាយើងនឹងព័ត៌មានដែលផ្ដល់ទៅដល់យុវជនហ្នឹងវានៅមានកម្រិតហើយជួនកាលព័ត៌មានផ្ដល់តែមួយខាងសំខាន់ហើយមួយទៀតក្នុងការបំផុសសកម្មភាពទាំងឡាយឲ្យយុវជនចូលរួមហ្នឹងភាគច្រើនយើងកុំយកព័ត៌មានអស់ទៅនឹងផ្សារភ្ជាប់ទៅនឹងគណៈបកនយោបាយតែគណៈផ្សារភ្ជាប់គណៈបកនយោបាយឬក៏រូបភាពនយោបាយគឺដូចបងស៊ីមនីលើកឡើងថាយុវជនអត់ចូលរួមទេប៉ុន្តែភាគច្រើនយើងមើលកន្លងមកដូចជាចូលរួមក្នុងកាកបាទក្រហមចូលរួមក្នុងកាយរិទ្ធឬក៏វាស់ដីធ្លីភាគច្រើនតែផ្សារភ្ជាប់ទៅក្នុងគណៈបកនយោបាយអត់បានធ្វើជាក្នុងនាមជាក្របខ័ណ្ឌជាតិឥឡូវយើងវាស់ដីចឹងជាយុវជនបោះដេជូទៅវិញប៉ុន្តែមិនមែនក្នុងនាមថាជាក្របខ័ណ្ឌរបស់ជាតិទេតែខ្ញុំមកគុលគាត់ទៅវិញអានឹងវាជារឿងមួយដែលធ្វើយុវជនគាត់ខ្លាចឯងគាត់អត់គ្រប់គ្រងគណៈបកហ្នឹងទៅគាត់ថាហេខ្ញុំអ្នកប្រឆាំងចឹងអត់ទៅចូលរួមទេអានឹងវារឿងបញ្ហាចឹងបើថាធ្វើម៉េចកុំឲ្យផ្សារជាប់រូបភាពនយោបាយសូមឲ្យធ្វើអីឲ្យមានក្របខ័ណ្ឌជាក្របខ័ណ្ឌជាតិដើម្បីឲ្យយុវជនចូលរួមអស់គ្នាចំណុចនេះយើងបង្វែរចំណាប់អារម្មណ៍មកវិញយើងនិយាយថាផ្សារភ្ជាប់នយោបាយយ៉ាងម៉េចព្រោះថាចេះនៅក្នុងការដឹកនាំប្រទេសមានបង្កើតនៅសកម្មភាពនឹងជាសមិទ្ធផលអញ្ចឹងសមិទ្ធផលដែលកើតនៅក្នុងសម័យកាលនៃការដឹកនាំរបស់គណៈបកមួយមិនមែនរបស់គណៈបកឯងគឺរបស់រដ្ឋាភិបាលបាទទស្សនិកជនជាទីមេត្រីកម្មវិធីអ្នកបន្តវេនបានឈានមកដល់ទីបញ្ចប់ដូច្នេះដើម្បីបញ្ចប់កម្មវិធីខ្ញុំសូមផ្ដល់ឱកាសជូនវាគ្មិនរបស់យើងមានមតិជាចុងក្រោយបាទសូមជើញលោកកំសឿនមុនគេបាទសូមអរគុណបាទអញ្ចឹងជាចុងក្រោយនេះខ្ញុំមានយោបល់ខ្លះដើម្បីផ្ដាំផ្ញើដល់យុវជនរបស់យើងដែលគាត់ជាតសទ្រូងដ៏រឹងមាំនៃប្រទេសជាតិគាត់គឺជាអ្នកបន្តវេនអ្នកដឹកនាំជំនាន់មុនបាទចំណុចដែលយុវជនយើងគួរចាប់អារម្មណ៍នោះគឺការយកចិត្តទុកដាក់លើការកសាងសមត្ថភាពបាទមានតែសមត្ថភាពទេទើបអាចជួយយើងបានសពបែបយ៉ាងអញ្ចឹងយើងត្រូវចេះនៅពេលដែលយើងមានសមត្ថភាពគឺមានន័យថាយើងអាចបង្កើតឱកាសខ្លួនឯងយើងអាចចាប់យកឱកាសខ្លួនឯងគ្រប់គ្រងឱកាសខ្លួនឯងបាននៅពេលនោះហើយយុវជនយើងមានន័យថាមានសមត្ថភាពដែលខ្លួនឯងអាចចូលរួមនៅក្នុងឆាកនយោបាយបានបាទសូមអរគុណលោកកំសឿនបាទសូមជើញកញ្ញាសុជីតាចាអរគុណច្រើនដើម្បីសរុបនៅទស្សនៈជាទូទៅនៃកិច្ចពិភាក្សារបស់យើងនាងខ្ញុំសូមលើកមកចំណុចចំនួន2ចំណុចទី1មានន័យថានៅក្នុងដំណាក់កាលដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់និងឲ្យតម្លៃខ្ពស់នៃការចូលរួមរបស់យុវជននិងបានផ្ដល់ពេលវេលាច្រើនដល់យុវជនហើយបានបង្កលក្ខណៈងាយស្រួលដល់យុវជនទាំងអភិវឌ្ឍនៅចំណេះដឹងនិងចំណេះធ្វើចំណុចទី2យុវជនខ្លួនឯងត្រូវតែចាប់យកឱកាសនោះនិងចេះប្រើប្រាស់ឱកាសនោះឲ្យមានប្រសិទ្ធភាពនៅក្នុងកិច្ចអភិវឌ្ឍយើងមើលឃើញថាដោយសារតែយុវជនគឺជាកម្លាំងនិងធម៌ពលនៅក្នុងការពន្លឿននៃកិច្ចអភិវឌ្ឍទាំងសេដ្ឋកិច្ចនិងសង្គមកិច្ចដូច្នេះហើយយើងត្រូវតែធ្វើជាអ្នកដែលបន្តវេនដែលមានសក្តានុពលល្អមានន័យថាគ្រប់យុវជនជាម្ចាស់ជោគវាសនានៃប្រទេសជាតិរបស់យើងបាទសូមអរគុណកញ្ញាសុជីតាបាទសូមជើញលោកប៊ុនអេបាទអរគុណជាចុងក្រោយខ្ញុំសូមសរុបនៅអ្វីដែលយើងបានពិភាក្សាទាំងអស់គ្នាចូលគ្នាមកគឺខ្ញុំមានសារ2សម្រាប់យុវជនទី1គឺយុវជនដែលកំពុងចូលរួមការងារសង្គមសូមឲ្យបន្តចូលរួមបន្ថែមទៀតហើយយុវជនដែលមិនទាន់បានចូលរួមនៅក្នុងការងារសង្គមដែលយើងហៅថាពាក្យថានយោបាយនោះសូមឲ្យភ្ញាក់រលឹកចូលរួមជាមួយនឹងយុវជនដែលគាត់កំពុងតែចូលរួមហើយហេតុអីបានជាខ្ញុំទាមទារឲ្យគាត់បានចូលរួមនៅក្នុងការងារសង្គមទី1គឺចង់ឲ្យគាត់នឹងអនុវត្តសិទ្ធិផ្ទាល់ខ្លួនរបស់គាត់ដែលរដ្ឋាភិបាលដែលរដ្ឋធម្មនុញ្ញបានផ្ដល់ឲ្យទី2គឺអ្វីដែលខ្ញុំចង់ជំរុញឲ្យយុវជនទៀតនោះគឺសូមមេត្តាទៅបោះឆ្នោតឲ្យបានគ្រប់គ្នានៅខែកក្កដាខាងមុខនេះព្រោះជាសម្លេងរបស់យើងជាអនាគតរបស់យើងរយៈពេល5ឆ្នាំទៅមុខទៀតបាទអរគុណបាទអរគុណលោកប៊ុនអេបាទសូមជម្រាបលោកសុខសាន្តបាទជាចុងក្រោយក្នុងនាមខ្ញុំជាយុវជនមួយរូបនៃគណៈបកនយោបាយចឹងខ្ញុំសូមផ្ដាំផ្ញើចុងក្រោយទៀតខ្ញុំមានសារ2ទី1គឺខ្ញុំចង់ផ្ដាំផ្ញើទៅរាជរដ្ឋាភិបាលកម្ពុជាយើងគឺថា
ធ្វើម៉េចប្រឹងប្រែងបន្ថែមទៀតដើម្បីលុបបំបាត់នៅការទម្រង់គ្រប់ទម្រង់ទាំងអស់នៃការរើសអើងនយោបាយរបស់យុវជនហើយបង្កើនឲ្យយុវជនចូលរួមឲ្យបានច្រើនដោយយើងផ្អែកទៅលើមាត្រា35នៃរដ្ឋធម្មនុញ្ញគឺថាប្រជាប្រដ្ឋទាំងពីរភាគថាមានសិទ្ធិអាចចូលរួមនយោបាយទាំងអស់គ្នាហើយសារមួយទៀតចុងក្រោយដែលខ្ញុំចង់ប្រាប់ញ៉ាំគឺថាទៅយុវជនយើងទាំងអស់គ្នាគឺថាត្រូវធ្វើម៉េចខំអភិវឌ្ឍខ្លួនឯងឲ្យក្លាយជាយុវជនមួយដែលមានធម៌ពលហើយមានប្រយោជន៍សម្រាប់សង្គមដូច្នេះគឺថាគេអាចផ្ដល់ឱកាសយើងបាទសូមអរគុណបាទសូមអរគុណវាគ្មិនទាំងអស់គ្នាសូមអរគុណទូរទស្សនិកជនជាទីមេត្រីកម្មវិធីអ្នកបន្តវេនវគ្គ2បាទឈានមកដល់ទីបញ្ចប់ទីនេះខ្ញុំបាទឈឹមសំណាងក៏ដូចជាបេក្ខជនទាំងអស់សូមអរគុណហើយសូមជម្រាបលា